សួស្តីបងប្អូនទាំងអស់គ្នារបៀបធ្វើគីមជីងាយៗហើយឆ្ងាញ់អត់ចំណាយគ្រឿងច្រើនទេអញ្ចឹងដំបូងយើងមានស្ពៃដែលយើងលាយជាមួយនឹងអំបិលត្រាំទុកវារៀងយូរបន្តិចដែរមកល្មមមកស្ពៃយើងមើលទៅឃើញថាកាច់ទៅរៀងតុនណាអញ្ចឹងមើលយើងអាចមើលនៅលើស្ពៃនឹងបានខ្ញុំនឹងកាច់សាកឲ្យមើលអញ្ចឹងនៅពេលដែលវាតុនហើយគឺយើងស្រង់វាមកលាងទឹកឲ្យស្អាតហើយពូតវាដាក់កញ្ឆេងបែបហ្នឹងហើយយើងយកស្ពៃហ្នឹងមកកាច់មើលដែរថាបើសិនជាវាតុនហើយអូខេយើងអាចយកវាទៅលាយគ្រឿងបានអញ្ចឹងយើងអាចពុតមើលបែបហ្នឹងបានបើសិនជាវាតុនបែបហ្នឹងគឺយើងអាចស្រង់ពូតទុកនឹងលើកញ្ឆេងហ្នឹងបានហើយតែធ្វើម៉េចឲ្យវារៀងអស់ទឹកហ្នឹងបងប្អូនពូតហើយអាចដាក់នៅលើកញ្ឆេងហ្នឹងឲ្យវារៀងសោះទឹកបន្តិចក៏បានដែរ Yes ហើយយើងកាច់មើលតាណាស្ពៃរៀងធំកន្លែងគល់វាទៅបើសិនជាស្លឹកអីយើងមិនចាំកាច់ក៏បានដែរដោយសារតែចុងស្លឹកហ្នឹងវាងាយតុនស្រាប់ហើយអ្វីដែលសំខាន់ដែលយើងត្រូវផ្ដោតហ្នឹងទៅលើរឿងគល់ស្ពៃទេឬក៏យើងអាចត្រាំអំបិលហ្នឹងបែងចែកចេញជាពីរទៅមួយកណាត់គល់ហើយមួយកណាត់មកចានកធុនផ្លែផ្សេងទៀតយើងអាចដាក់ស្លឹកទៅដើម្បីងាយស្រួលអញ្ចឹងតើតោះមួយគ្រឿងផ្សំដែលយើងត្រូវយកទៅក្លុកគឺមានប៉មយើងចិត្តស្ដើងចាហើយយើងលៃលកទៅតាមម៉ាស៊ីនដែលបងប្អូនក្លុកទៅដោយសារតែខ្ញុំប្រើម៉ាស៊ីនក្លុកអញ្ចឹងខ្ញុំចិត្តស្ដើងហើយខ្ញុំនឹងបែកវាមើលដោយសារតែចាតែខ្ញុំប្រើម៉ាស៊ីនក្លុកទូចហើយមានខ្ញីក្រៀមអញ្ចឹងខ្ញីហ្នឹងគឺខ្ញុំបានធ្វើម្សៅខ្ញីទុកមានផ្លែសេរីហើយនឹងកំណត់ឆៃថាវដែលខ្ញុំឈូសហើយនៅសល់គឺខ្ញុំស្ដាយវាអញ្ចឹងខ្ញុំយកមកក្លុកដែរហើយអានេះគឺជាគ្រឿងដែលយើងត្រូវលាយមានការ៉ុតជាមួយនឹងឆៃថាវដែលយើងបានឈូសជាចំណិតធំបែបហ្នឹងណាហើយខ្ញុំប្រើសម្រាប់ឈូសខ្ញុំអត់ប្រើកាបិតទេអញ្ចឹងសម្រាប់ឈូសនេះខ្ញុំទិញពីចិនមកម៉ាក់នេះខ្ញុំរីកមិនវាស្រួលប្រើមែនតែនហើយគ្រឿងផ្សំបន្ទាប់មានស្លឹកក្រូចឆាយចាអញ្ចឹងស្លឹកកញ្ឆាយយើងលៃលកមកល្មមតាមបរិមាណស្ពៃយើងទៅហើយមានខ្ទឹមសខ្ទឹមក្រហមដែលខ្ញុំក្លុកទុកហើយនឹងម្សៅម្ទេសរបស់កូរ៉េអញ្ចឹងខ្ញុំគិតថាទៅដាក់គេយើងស្គាល់ហើយមានល្ងសនេះយើងចង់លេងឲ្យហើយក៏បានដែរដោយសារខ្ញុំអត់មានម្ទេសកូរ៉េអាធំហ្នឹងអញ្ចឹងខ្ញុំប្រើម្សៅម្ទេសដែលមាននៅផ្ទះស្រាប់អាម្ទេសហុយយើងអាធំហ្នឹងហើយបន្ទាប់មកទៀតយើងមានបបរខ្ញុំបបរវាឲ្យរីងទឹកហើយខ្ញុំយកវាទៅក្លុកដើម្បីខ្លាយទៅជាល្បាយម៉ត់បែបហ្នឹងហើយយើងក្លុកគ្រឿងដែលមានមុនហ្នឹងមិញគឺមានប៉មានសេរីជាមួយនឹងស្លឹកឆៃថាវរបស់យើងណាគល់ឆៃថាវយើងហើយខ្ញុំក៏លាយថែមនៅម្សៅខ្ញីដែលខ្ញុំមានដូចថាតែខ្ញុំអត់មានខ្ញីស្រស់ហើយខ្ញុំដាក់ខ្ទឹមសចូលហើយខ្ញុំដាក់ខ្ទឹមក្រហមអញ្ចឹងតែតមួយខ្ទឹមសខ្ទឹមក្រហមហ្នឹងយើងលៃលកទៅតាមបរិមាណស្ពៃរបស់យើងដែលយើងបានធ្វើចឹងខ្ញុំដាក់ម្ទេសហុយរបស់យើងម្ទេសក្រហមហ្នឹងជាមួយនឹងម្សៅម្ទេសកូរ៉េដើម្បីឲ្យវាលាយទៅឃើញស្អាតណាហើយខ្ញុំប្រើទឹកត្រីអញ្ចឹងទឹកត្រីនឹងប្រើម៉ាស់អីក៏បានដែរហើយក៏យើងលៃលកទៅតាមបរិមាណស្ពៃរបស់យើងដែរហើយខ្ញុំដាក់ស្ករសមួយស្លាបព្រាឡតហើយថែមបន្តិចទៀតហើយខ្ញុំប្រើអំបិលខ្នុរខ្ញុំអត់ប្រើប៊ីចេងទេគឺខ្ញុំប្រើតែអំបិលទេតែខ្ញុំភាគច្រើនគឺអត់សូវញ៉ាំប៊ីចេងទេអញ្ចឹងយើងច្បល់គ្រឿងនឹងចូលគ្នាឲ្យសព្វមកហើយយើងដាក់ល្ងសដើម្បីឲ្យច្បល់ចូលមួយគ្នាទៅឲ្យវាសាប់សាច់គ្នាអញ្ចឹងល្ងសហ្នឹងយើងលេងឲ្យហើយក៏បានអត់លេងក៏បានដែរអាស្រ័យលើចំណង់ចំណូលចិត្តរបស់យើងហើយយើងមិនវាហើយយើងអាចយកវាមកភ្លក់មើលថាគ្រឿងដែលយើងលាយហ្នឹងវាសមនឹងរសជាតិដែលយើងចង់បាននៅបន្ទាប់មកទៀតយើងដាក់ស្លឹកកញ្ឆាយការ៉ុតហើយនឹងឆៃថាវច្បល់ចូលគ្នាហើយដាក់ស្ពៃដែលយើងបានពូតទុកមុនហ្នឹងឲ្យសោះទឹកហ្នឹងយកមកទៅដោះសុះវាឲ្យបាត់ទឹកអស់ទៅហើយយើងយកមកលាយច្បល់ចូលគ្នាទាំងអស់ដែលគ្រឿងយើងបានលាយហើយស្រាប់ហ្នឹងអញ្ចឹងយើងច្បល់ឡើងខ្ញុំដំបងថាប្រើវែកតែមើលទៅវាពិបាកពេកក៏ខ្ញុំពាក់សំដៅច្បល់វិញអញ្ចឹងតែតោះមួយចំណុចហ្នឹងដែរបើយើងមានកពឹសរបស់កូរ៉េកពឹសកំប៉ុងអាហ្នឹងយើងអាចដាក់ចូលបានតែបើយើងអត់មានទេយើងមិនបាច់ចាំដាក់ទេហើយតែតោះមួយឆៃថាវគឺត្រូវតែឈូសដូចខ្ញុំបង្ហាញដើម្បីងាយស្រួលហើយយើងអាចដាក់ប្រអប់ទៅទុកចោលក្រៅមួយយប់បើសិនយើងជួយចិត្តជូរតែបើយើងអត់ជួយចិត្តទេយើងលាយឲ្យភ្លាមយើងទុកក្រៅតែ1ម៉ោងហើយយកដាក់ទូទឹកកកទៅអាចញ៉ាំបានហើយអញ្ចឹងសាច់ដែលយើងលាយហើយគឺវាល្អបែបហ្នឹងអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានហើយនឹងមើលវីដេអូសង្ឃឹមថាក្រោយពេលមើលហើយយើងអាចធ្វើងាយញ៉ាំនៅផ្ទះបានជាមួយនឹងសាច់អាំងចាអរគុណ